លោកស្រីអ្នកនាងកញ្ញាឥឡូវរដូវកាលបៃតងបានចូលមកដល់ហើយលោកអ្នកដែលត្រៀមខ្លួនចេញសាកថ្មជីវិតលើកដំបូងកុំទាន់ជ្រួចជ្រើមសូមរក្សាឥរិយាបថនិងណាត់គ្នាជាមួយមិត្តភ័ក្តិឲ្យបានរួចរាល់លោកអ្នកត្រូវប្រកាសចិត្តថាការដាក់ច្បាប់ថ្ងៃឈប់សម្រាករបស់លោកអ្នកត្រូវបានអនុម័តរួចរាល់មុនថ្ងៃចេញធ្វើដំណើរយើងខ្ញុំមានសេចក្តីសុំមនុស្សយ៉ាងក្រៃលែងដែលលោកអ្នកដែលចិត្តនាំខ្លួនឯងមកសាកថ្មជីវិតបាននឹងគេហើយសង្ឃឹមថាថ្មថ្មីរបស់លោកអ្នកនឹងកាន់បានយូរបាទបានយូរបងប្អូនជួយមើលខ្លួនឯងហើយនេះគឺជាដំណើរកំសាន្តយើងចេញពីផ្ទះដើម្បីទៅផ្ទះនៅក្តារហើយផ្ទះនេះគឺជាផ្ទះបងស្រីរបស់ខ្ញុំហើយដំណើរកំសាន្តមួយនេះគឺអត់ខាតទេបងប្អូនគឺចំណេញ100%ហើយយើងចេញពីផ្ទះទៅក៏មិនយូរប្រហែលដែរប្រហែលជា40នាទីហើយបន្ទាប់ពី40នាទីបានទៅដល់ហើយក៏មិនចាំយូរដែរបងប្អូនទាញទូរស័ព្ទមួយដើរថតដំណាំជុំវិញផ្ទះនេះជុំវិញផ្ទះណាមានតាំងពីក្រូចពោធិ៍សាត់ក្រូចឆ្មាក្រូចខ្លុងហើយដំណាំជុំវិញផ្ទះហ្នឹងសិតតែល្អៗហ្នឹងហើយបងប្អូនមើលកាន់តែក្រូចខ្លុងនេះដើមទៀតទេទូចហើយផ្លែល្អទៀតហើយបើក្រូចឆ្មានេះវិញក្រូចឆ្មានេះផ្លែច្រើនប៉ុន្តែដើមនេះបានជាង200000ផ្លែក៏ច្រើនដែរហើយទឹកក៏ច្រើនហើយលក់មិនសូវជាបានថ្លៃទេបាន1គីឡូ3000ហើយយើងក៏ដើរមើលទៅមុខទៀតក៏ឃើញមានក្រូចពោធិ៍សាត់មួយដើមទៀតដែរហើយក្រូចនេះនៅកឹបនឹងផ្ទះមិនជាឆ្ងាយបានទេកឹបផ្ទះហើយនិយាយថាឆ្នាំនេះផ្លែច្រើនដែរភាសាវាមានទឹកភ្លៀងវាផ្លែច្រើនហើយផ្លែល្អតែអត់តាមចាស់ទេអត់តែល្មមផងហើយបើមកកាក់នេះវិញយូរហើយមកកាក់នេះផ្លែក៏ផ្លែប៉ុន្តែដើមវានៅតែប៉ុណ្ណេះដែរអត់ធំណាស់ទេមកកាក់នេះចូលចិត្ត8ឆ្នាំ10ឆ្នាំអញ្ចឹងព្រោះដើមតាំងពីដាំមកដើមប៉ុណ្ណានៅប៉ុណ្ណោះដែរហើយបើលហុងវិញអានេះគេហៅលហុងអត់ដឹងលហុងអីទេប៉ុន្តែវាផ្លែច្រើនហើយធំអានេះទៅសារក្រោមបេះធំអស់ណាតែនៅសល់តែរាងទូចតែនេះក៏ក្រូចដែរហើយមិនចាំយូរឃើញតែទុំមួយយើងក៏បេះមកឃើញថាល្អដែរហើយសាច់វាផ្អែមអត់ដឹងថាឡុងអីទេតែចាំមើលសួរអ្នកដាំហើយកលេទៅមើលនោះទៀតសិតតែបែកប៉ុន្តែស្អុយអស់ហើយមានដើមទៀបដើមដែរហើយយើងក៏ដើរទៅមើលដែរទៅមើលតាមប្រហែលផងប្រពន្ធខ្ញុំដែរគាត់បេះបានមួយដល់ពេលបេះបានមួយគាត់ហែកមកមានជាណាបងប្អូនស្អុយទៀបស្អុយហើយគាត់ខំអស្មានថាទៀបនឹងជាគាត់ថាបានឆ្ងាញ់ហើយតាមពិតស្អុយសោះហើយនេះដើមមជូរស្លឹកបងប្អូនហើយយើងដកពីព្រៃមកយកមកដាំនៅក្នុងក្រោយផ្ទះបានមកដាំពីដើមដែរទៅកិនស្លហូបខ្លួនឯងនៅផ្ទះកុំពិបាកទៅទិញគេនៅផ្សារហើយមកដើមនេះល្អដែរហើយនេះមើលដូងនេះដូងក៏ដាំចិត្តគ្នាដែរបងប្អូនហើយដើមមកដល់ចិត្តជាងទៅសផ្ទះហើយនេះមានដើមល្មុតមួយដើមហើយឆ្នាំនេះមិនសូវផ្លែដូចឆ្នាំមុនទេឆ្នាំមុនផ្លែច្រើនផ្លែគ្រប់មេឃតែឆ្នាំនេះផ្លែតិចដែរហើយចុងក្រោយមានអីទេនិយាយឡើងទាញជាពីបានបាញ់មិននិយាយអត់ខាតទេមកនេះ100000អូបមួយទៅផ្ទះវិញចំណេញលើគោកហើយវីដេអូនេះដែរចង់ប្រាប់ថាកុំឲ្យមីងហើយនឹងពូខ្ញុំឃើញសោះខ្ញុំមកលេងចំណេញធំបាន20000ហើយអូបហើយបានផ្លែឈើទៅផ្ទះទៀតអរគុណបាយ